ឯអគ្គរដ្ឋទូតចិនថាខ្លួនមិនបានបញ្ជូនបុគ្គលិកទៅតំបន់ព្រំដែនកម្ពុជាថៃនោះទេលោកវ៉ាងវៀនពីនជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានៅថ្ងៃទី20ខែសីហាម្សិលមិញនេះបានអះអាងថាស្ថានទូតចិនមិនបានបញ្ជូនបុគ្គលិកណាម្នាក់អមដំណើរម្ចាស់សន្តាគារហេងហ្វាន់ដែលជាជនជាតិចិនទៅកាន់តំបន់ព្រំដែនថ្មដាដោយការចុះផ្សាយរបស់សារព័ត៌មាននោះទេលោកឯកអគ្គរដ្ឋទូតចិនក៏បានស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយទៀងទាត់ព័ត៌មានឲ្យបានត្រឹមត្រូវមុននឹងចុះផ្សាយតាមរយៈទំព័រ Facebook ផ្ទាល់ខ្លួននាថ្ងៃទី20ខែសីហាម្សិលមិញនេះលោកវ៉ាងវៀនពីនជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានចេញមកច្រានចោលការចុះផ្សាយថ្មីៗនេះដែរថាមន្ត្រីមកពីស្ថានទូតចិនប្រចាំកម្ពុជាបានអមដំណើរម្ចាស់សន្តាគារហេងហ្វាន់ដែលជាជនជាតិចិនទៅកាន់តំបន់ព្រំដែនថ្មដាលោកវ៉ាងវៀនពីនក៏បានបញ្ជាក់ដែរទៀតថាសេចក្តីរាយការណ៍នេះមិនមែនជាការពិតនោះឡើយហើយថាស្ថានទូតចិនក៏មិនធ្លាប់បញ្ជូនបុគ្គលិកណាម្នាក់ទៅកាន់ថ្មដាទៅតំបន់ព្រំដែនកម្ពុជាថៃនោះដែរក្នុងន័យនេះឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជារូបនេះក៏បានស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធមកពីគ្រប់មជ្ឈដ្ឋានត្រូវតែប្រុងប្រយ័ត្នចំពោះប្រភពព័ត៌មានដោយត្រូវផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់មុននឹងយកទៅផ្សព្វផ្សាយការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ស្ថានទូតចិនរូបនេះធ្វើឡើងបន្ទាប់ពីកាសែតក្នុងស្រុកថៃ The Nation Thailand បានចុះផ្សាយនៅថ្ងៃទី19ខែសីហាថាម្ចាស់សន្តាគារហេងហ្វាន់និងមន្ត្រីស្ថានទូតចិននៅកម្ពុជានាំគ្នាទៅពិនិត្យមើលព្រំដែនតំបន់ថ្មដានិងបានអំពាវនាវឲ្យប្រទេសថៃប្រគល់ទ្រព្យសម្បត្តិត្រឡប់ទៅឲ្យវិនិយោគិនចិនវិញសូមជម្រាបជូនថាកាលពីខែកុម្ភៈឆ្នាំ2021លោកហ្វាងដែលជាម្ចាស់សន្តាគារហេងហ្វាន់បានចេញវីដេអូមួយដែលបង្ហោះលើបណ្ដាញសង្គមរៀបរាប់ពីការឈឺចាប់របស់ខ្លួនដោយសារការរងការរំលោភបំពានយកទ្រព្យសម្បត្តិពីសំណាក់យោធាថៃម្ចាស់សន្តាគាររូបនេះក៏និយាយដែរថាទាហានថៃបានប្រមូលយកទ្រព្យសម្បត្តិមានតម្លៃជាច្រើនចេញពីសន្តាគារលោកតែបែរជាអះអាងថាជួយមើលថែទ្រព្យសម្បត្តិឲ្យលោកទៅវិញគួរឲ្យដឹងដែរថាកន្លងមកចិនតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួនលោកគូចាគុនតែងតែចេញមុខមកអះអាងថាខ្លួនមានជំហរមិនលំអៀងនិងនៅតែបន្តកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជានិងថៃបើទោះបីជាប្រទេសទាំងពីរកំពុងស្ថិតក្នុងស្ថានភាពនៃជម្លោះព្រំដែនក៏ដោយ